đã nhom phơi ca họp nơi hơi nhom sầm mẹ cái qua nhóm để sao để nhom cùi mà ngày sờn tiệt chẳng á hơi cái lặng chặt vào nhóm từ việc đi bảy ba đây không tẹt lắm vậy thì tha nơi để nhom phơi ca hơi nhom tay tầm rệt luôn là mấy cái nhom là sai chứ cứ quạt chui nhom bạc tháng cứ thà chui chọn dương từ lừa chẳng hay mà nẹt nắng cứ mua thà lạ kỳ chia nẹt mặt đaiរបស់ផាន់តាហើយឆ្នាំហ្នឹងចូលឆ្នាំទី5ទី6ដែរគ្រួសារទាំងវងនឹងមកនៅជាមួយខ្ញុំហើយដែលបានធ្វើឲ្យខ្ញុំខ្លាចជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវទៅលើជីវិតរបស់ពួកគាត់គឺថាក្នុងមួយខែគឺខ្ញុំត្រូវតែថាសុខចិត្តអត់ស៊ីអត់ឃ្លានមិនខ្លាចឲ្យតែពួកគាត់ត្រូវតែមានចំណីស្តុកទុកនៅក្នុងឃ្លាំងសម្រាប់ឲ្យពួកគាត់បើមិនអញ្ចឹងទេគឺអាណិតណាស់លោកអើយគឺផ្នែកបើកមើលយើងផ្លក់ដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយយើងធ្វើអីក៏បានដែរមួយហ្នឹងយើងចង់ធ្វើអីទៅលើគេក៏បានដែរចង់កាច់ដៃកាច់ជើងមិនក៏បានសុខចិត្តបង្ហាញទឹកមុខដល់កំសត់ឲ្យយើងមើលហើយក៏អត់ហ៊ានតមាត់តអីជាមួយយើងដែរគឺថាពួកគេគឺជាកម្លាំងចិត្តឲ្យខ្ញុំហ្នឹងខំប្រឹងរលុយបន្ថែមទៀតហើយនិយាយទៅយើងអាចចង់មានអាចជាបំណុលមានជីវិតអញ្ចឹងណាហើយទាំងអស់គ្នាជីវិតយើងស្រឡាញ់សត្វថាយើងមានទំនួលខុសត្រូវគឺយើងត្រូវតែបែបហ្នឹងហើយសត្វប្រភេទពួកនេះគឺសត្វដែលមានក្តីស្រឡាញ់ណាតែជាធនិកសត្វបំបីកូនដោយទឹកដោះហើយសត្វហ្នឹងជាប្រភេទដែលគាត់មានemotional មានការស្រឡាញ់មានអីគាត់អាចផ្ដល់ជាសញ្ញានៃការស្រឡាញ់របស់គាត់មកកាន់យើងអញ្ចឹងណាហើយមួយវិញទៀតគឺគាត់ចេះលេងចរិតណាស់ហើយតែថាគាត់សែកគាត់មិនពេញចិត្តអាខ្លះគឺសុខចិត្តយំហូរទឹកភ្នែកពេញមនុស្សអញ្ចឹងយើងមិនបាច់ចិត្តទេយើងសុខចិត្តថាពិបាកមិនក្តៅអីក្តៅយើងយកគ្នាមកចិញ្ចឹមហើយយើងត្រូវតែមានទំនួលខុសត្រូវទៅលើជីវិតគ្នាអញ្ចឹងណាហើយពេលខ្លះក៏ថាទៅនៅជាមួយពួកវាមានអារម្មណ៍ថាសប្បាយចិត្តច្រើនមានក្តីសុខច្រើនដោយសារតែមូលហេតុអីគឺមានន័យថាពួកវាអត់ចេះតមាត់ជាមួយយើងទេទោះជាតមាត់ជាមួយយើងក៏យើងស្ដាប់ភាសាវាមិនបានដែរតែអញ្ចឹងណាអញ្ចឹងហើយអាហ្នឹងចង់មានថាចំនួនវិញគឺចំនួនអត់មានការភាគីមួយទៀតភាគីមួយខាងទៀតតតាំងមួយយើងអញ្ចឹងណាអញ្ចឹងយើងឆ្លោះអីក៏យើងស្ដាប់គេមិនបានអីមិនបានវាជាកត្តាមួយកាត់បន្ថយចំនួននៅក្នុងផ្ទះកថាបានដែរអូខេខ្ញុំមានប៉ុណ្ណឹងវីដេអូហ្នឹងហើយអាកន្លែងចុងក្រោយនេះគឺជាវីដេអូដែលខ្ញុំមានថាអូយម៉ែកូនគេស្រឡាញ់គ្នាណាស់ណោះគេមើលថែគ្នាទៅវិញទៅមកហើយគេអាហ្នឹងឈុតគេស្រឡាញ់គ្នាគេមើលថែគ្នាហើយបាទឈុតគេឆ្លោះគ្នាវិញខ្ញុំថតតែបាទទេឈុតហ្នឹងគឺពិបាកថតណាស់ឈុតហ្នឹង